ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវតោះយើងមកមើលទីលានទាំងអស់គ្នាបងប្អូនណាអញ្ចឹងទីលានរបស់យើងវាមានកន្លែងឡើងស្ពានអញ្ចឹងកន្លែងឡើងស្ពានមានផ្លាកសញ្ញាឈប់មួយនៅខាងស្ដាំដៃអញ្ចឹងយើងត្រូវតែឈប់នៅកន្លែងផ្លាកសញ្ញាឬក៏មុខផ្លាកសញ្ញាយើងរាប់5ហើយបានយើងជន់ងារឡើងទៅបងប្អូនណាបាទអញ្ចឹងពេលដែលយើងចុះចេញវិញបាទយើងមើលផ្លាកសញ្ញានៅខាងស្ដាំដៃគេដាក់ប្រយ័ត្នខាងមុខមានផ្លូវកែងបត់ទៅខាងឆ្វេងអញ្ចឹងយើងត្រូវតែប្រុងប្រយ័ត្នបត់ទៅខាងឆ្វេងឲ្យបានត្រឹមត្រូវហើយកុំភ្លេចមើលផ្លាកសញ្ញានៅលើដងផ្លូវផងបងប្អូនណាអញ្ចឹងផ្លាកសញ្ញាដងផ្លូវវាមានផ្លាកសញ្ញាបញ្ជាឲ្យយើងបត់ឆ្វេងឬក៏ផ្លាកសញ្ញាតម្រូវយើងទៅត្រង់អញ្ចឹងទៅបាទនេះឥឡូវកូនសិស្សគ្រូកំពុងតែបត់ចេញពីអក្សរសិទ្ធបងប្អូនណាបាទអញ្ចឹងអក្សរសិទ្ធយើងពេលដែលយើងបត់កុំភ្លេចបាទវាយភ្លើងសញ្ញោចូលឬក៏វាយភ្លើងសញ្ញោចេញបងប្អូនណាបាទអញ្ចឹងពេលដល់ចេញពីអក្សរសិទ្ធហើយយើងត្រូវឆ្លងផ្លូវបាយទី4យើងត្រូវឃើញកណ្ដុះថ្មើរជើងអាហ្នឹងយើងត្រូវឈប់យើងរាប់ត្រឹម5ណាបងប្អូនណាអញ្ចឹងយើងរាប់1 2 3 4 5បានយើងទៅមុខបន្តបន្ថែមទៀតពេលយើងទៅមុខយើងបត់ចូលអក្សរគេហៅថាអក្សរ S បាទអញ្ចឹងពេលដែលយើងចេញពីអក្សរ S ហើយយើងត្រូវបត់ទៅអក្សរ T ឬក៏អក្សរ T ណាបងប្អូនណាបាទនេះកូនសិស្សគ្រូកំពុងតែបត់ចេញពីអក្សរ S ហើយណាបាទអូខេបាទរៀងលឿនបន្តិចបាទកូនសិស្សជន់គេរៀងលឿនបន្តិចដោយសារគាត់សមណាបាទគេហៅថាចង់ផុតមកហើយអញ្ចឹងយើងត្រូវការជន់គេបន្តិចណាបាទអញ្ចឹងទៅមុខមានផ្លាសញ្ញាឬក៏ផ្លាសញ្ញាបញ្ជាយើងទៅត្រង់យើងបត់ទៅចូលអក្សរតេឬក៏អក្សរធីហ្នឹងបាទឥឡូវកូនសិស្សគ្រូកំពុងតែអាយ៉ែចូលហើយបងប្អូនណាបាទអាយ៉ែចូលហើយបាទអធិស្ឋានបងប្អូនណាឥឡូវមានឮសំឡេងពេទ្យឬក៏សំឡេងឡានពេទ្យបងប្អូនណាបាទអធិស្ឋានបងប្អូនគ្នាបាទភាសាខ្ញុំធ្វើវីដេអូនៅតាមដងផ្លូវណាបាទសូមមានពេលធ្វើអញ្ចឹងក៏ធ្វើនៅលើឡានអញ្ចឹងទៅណាបងប្អូនណាបាទអធិស្ឋានទាំងអស់គ្នាបងប្អូនបើសិនឮសំឡេងអីផ្សេងណារំខានណាបងប្អូនណាបាទអធិស្ឋានណាឥឡូវកូនសិស្សគ្រូកំពុងតែចូលចំណតអក្សរតេបងប្អូនណាបាទអក្សរតេហ្នឹងគ្រូដែលអាសាបរៀនបើកអាយ៉ែរងថ្ងៃហ្នឹងបងប្អូនណាបាទអញ្ចឹងកុំភ្លេចបាទដែលគ្រូប្រាប់រងថ្ងៃហ្នឹងអញ្ចឹងយើងត្រូវចេះហើយអាការអាយ៉ែចូលចំណតអក្សរ T ឬក៏អក្សរតេហ្នឹងណាបងប្អូនណាបាទឥឡូវកូនសិស្សគ្រូអាយ៉ែចូលហើយគាត់បើកចេញវិញបាទបើកចេញវិញគាត់បត់ទៅអក្សរគេហៅថាបត់ទៅផ្លូវ8ជី4ទៀតហើយបត់ទៅរផ្លូវតែភ្លើងអញ្ចឹងទៅណាបាទផ្លូវតែភ្លើងបាទឥឡូវកូនសិស្សគ្រូកំពុងតែបត់ទៅហើយបាទបត់ពេលដែលបត់កំភ្លេចឲ្យវាយភ្លើងសញ្ញោផងណាបាទភ្លើងសញ្ញោឆ្វេងស្ដាំបាទកាលណាបើសិនយើងអត់សញ្ញោទេគេកាត់បន្ទុកយើង5បន្ទុកបងប្អូនណាអញ្ចឹងកំភ្លេចសញ្ញោផងគ្រប់ពេលដែលយើងបត់បាទបត់តាណាក៏ដោយបាទត្រូវតែវាយភ្លើងសញ្ញោឲ្យបានត្រឹមត្រូវបាទអញ្ចឹងផ្លាកសញ្ញាយើងមើលផ្លាកសញ្ញាផងពេលបត់ឬក៏បាទពេលទៅមុខហ្នឹងប្រយ័ត្នណាមើលផ្លាកសញ្ញាឲ្យបានត្រឹមត្រូវបាទឥឡូវនេះកូនសិស្សគ្រូកំពុងតែបត់ទៅបាទផ្លូវអាតែភ្លើងអញ្ចឹងបើសិនករណីឃើញផ្លូវតែភ្លើងយើងត្រូវតែឈប់សិនបាទឈប់រាប់5ដូចគ្នាណាបាទឈប់រាប់5មកបាទនេះបត់ឆ្វេងបាទបត់ឆ្វេងហើយបាទឃើញផ្លាកសញ្ញាឈប់បាទយើងត្រូវឈប់រាប់1 2 3 4 5ហើយយើងបន្តដំណើរទៅមុខទៀតបាទផ្លាកសញ្ញាតម្រូវឲ្យយើងទៅត្រង់បាទត្រង់រហូតហើយមានផ្លាកសញ្ញាប្រយ័ត្នខាងមុខមានផ្លូវកែងបត់ទៅខាងឆ្វេងអញ្ចឹងយើងត្រូវតែបត់ខាងឆ្វេងបត់ទៅអាយ៉ែចូលចំណតអក្សរពេបាទអញ្ចឹងអក្សរពេវាមាន2កន្លែងអញ្ចឹងកន្លែងខាងស្ដាំនេះមួយនិងនៅខាងមុខមួយបាទអញ្ចឹងមាន2កន្លែងអញ្ចឹងយើងត្រូវតែបត់ឃើញគេអាយ៉ែចូលកន្លែងមួយហើយយើងទៅបត់កន្លែងអាយ៉ែមួយទៀតណាបាទយើងចូលទៅកន្លែងអក្សរពេមួយទៀតបាទអញ្ចឹងវាមាន A B អញ្ចឹងណាបាទអញ្ចឹងអានេះគេហៅថាកន្លែងអក្សរ P អក្សរ B អញ្ចឹងអក្សរ B យើងអាយ៉ែចូលបាទអញ្ចឹងយើងអាយ៉ែចូលបាទចូល P ហើយយើងបត់ចេញពី P យើងទៅរកកន្លែងបញ្ចប់
bà cái đã số bánh chop cả bạc bò nắng bà này dương chua vậy bà sân dương ọt đo cái lên cái đã so bánh chop tế nắng bà thá dương thệ trong bà sân dương cột bọt hái cột ở dài châu hỏi óc cột bọt tránh cột tược lại bánh chop nắng chua vậy nè nắng dương anh ban đọc bò ban thòm mà ná dương anh ban đọc chân lắm rồi mà ban đọc bò mà đón dương bò mà đón dương ban đọc chân nằm bà chẳng đọc chân nằm cao dương từ một đồ ban đọc bò mình bà đồ nào ion của ban rồi có đồ nào sala của bạn đây nè vì miền pi cái này dương từ đồ rồi có đồ nào của xuông của bạn đây nè bà ok lại còn sơ kêu của bông tại bọt chánh pi sọ pé từ rồi cái lạnh bánh chop bà bánh chop nè ok chẳng complete chui cho subscribe rồi có cho nút nhà cái đăng rồi có complete chui comment rồi có like video nhầm mùi phóng một ổn nè ok bye byeទាំងអស់គ្នា